ទំនាក់ទំនងរវាងថៃនិងម៉ាឡេស៊ីកំពុងឡើងកម្ដៅមន្ត្រីជាន់ខ្ពស់ថៃចង់អុលម៉ាឡេស៊ីថាជាប្រទេសលាក់ក្រុមផ្ដាច់ខ្លួនភាគខាងត្បូងទីក្រុងកូឡាឡាំពួរសួរបកវិញថាប្រសិនបើថៃហ៊ានចោទប្រកាន់បែបនេះតើឯណាទៅផុសតាំងយកបង្ហាញមកកុំចេះតែដើរចោទការប៉ះពាក្យសម្ដីនេះកើតឡើងបន្ទាប់ពីអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃលោកឆាតឆៃបាំងឈួតនិយាយកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2026ថារដ្ឋាភិបាលម៉ាឡេស៊ីបានផ្ដល់ទឹកដីរបស់ខ្លួនឲ្យជនសង្ស័យដែលពាក់ព័ន្ធទៅនឹងអំពើហិង្សានៅភាគខាងត្បូងប្រទេសថៃលាក់ខ្លួនឬក៏ជ្រកកោនហើយថៃនឹងស្នើឲ្យម៉ាឡេស៊ីឈប់ធ្វើបែបនេះទៀតនៅថ្ងៃទី3ខែសីហារដ្ឋមន្ត្រីម៉ាឡេស៊ីលោកសៃហ្វូឌីនណាស៊ូទីអ៊ីនអ៊ីស្ម៉ាអ៊ីលបានឆ្លើយតបថាម៉ាឡេស៊ីមិនអាចទទួលយកបានទេការចោទប្រកាន់របស់ថៃដែលគ្មានមូលដ្ឋានលោកថាថៃត្រូវតែផ្ដល់ព័ត៌មានស៊ើបការឬក៏ភស្តុតាងជាក់លាក់ដែលបង្ហាញថាពិតជាមានជនសង្ស័យឆ្លងដែនចូលមកលាក់ខ្លួននៅក្នុងប្រទេសម៉ាឡេស៊ីពិតប្រាកដមែនស្រង់ផ្សាយដោយកាសែតបាងកកប៉ុស្តិ៍លោកសៃហ្វូឌីនបញ្ជាក់ថាម៉ាឡេស៊ីមិនដែលគ្រប់គ្រងឬក៏ផ្ដល់ទីតាំងជំរកដល់ក្រុមប្រដាប់អាវុធណាមួយឡើយហើយប្រសិនបើទទួលបានភស្តុតាងច្បាស់លាស់អាជ្ញាធរម៉ាឡេស៊ីនឹងសហការជាមួយថៃភ្លាមៗដើម្បីចាប់ខ្លួនឬក៏ទប់ស្កាត់ជនពាក់ព័ន្ធការជជែកដ៏តានតឹងនេះកើតឡើងក្រោយពេលមានការវាយប្រហារជាបន្តបន្ទាប់នៅខេត្តនរាធិវត្តន៍ปัตตานีនិងយ៉ាឡាភាគខាងត្បូងប្រទេសថៃដែលរដ្ឋាភិបាលថៃដាក់ការសង្ស័យលើក្រុមផ្ដាច់ខ្លួនបារីសៀនឬក៏ BRN ថៃក៏កំពុងជំរុញគម្រោងសាងសង់របងតាមបណ្ដោយព្រំដែនជាមួយម៉ាឡេស៊ីនិងពង្រឹងការត្រួតពិនិត្យសន្តិសុខចំណែកម៉ាឡេស៊ីនៅតែអះអាងថាខ្លួនមានតួនាទីជាអ្នកសម្របសម្រួលដំណើរការចរចាសន្តិភាពមិនមែនជាអ្នកផ្ដល់ជំរកដល់ក្រុមបះបោរនោះទេខ្ញុំរស់សុធាពី News Today NTTVអង្គរ Sprayer ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិស្នាដៃកូនខ្មែរបង្កើតឡើងដោយក្រុមហ៊ុនអង្គរ Green និងទទួលផលិតគ្រឿងចក្រកសិកម្មផ្សេងៗទៀតអង្គរ Green រួមគ្នាអភិវឌ្ឍនិងធ្វើទំនើបកម្មកសិកម្ម